លោកត្រាំណែនាំប្រធានាធិបតីជប៉ុនលោកស្រីតាកាអ៊ីជីកុំឲ្យញុះញង់ចិនជុំវិញបញ្ហាកោះតៃវ៉ាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានណែនាំដល់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសាណាអេតាកាអ៊ីជីកុំឲ្យបង្កហេតុដល់ប្រទេសចិនលើអធិបតេយ្យភាពរបស់តៃវ៉ាន់នេះបើយោងតាមការចុះផ្សាយរបស់កាសែត Wall Street Journal នៅថ្ងៃប្រហ័សទី27ខែវិច្ឆិកាបន្ទាប់ពីចំនួនការទូតរវាងទីក្រុងតូក្យូនិងទីក្រុងប៉េកាំងចំនួនរវាងប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីររបស់អាស៊ីបានចាប់ផ្ដើមបន្ទាប់ពីប្រធានាធិបតីជប៉ុនលោកស្រីតាកាអ៊ីឈីបានប្រើវោហារសាស្ត្រទៅកាន់ទីក្រុងប៉េកាំងថាទីក្រុងតូក្យូអាចនឹងធ្វើអន្តរាគមន៍យោធាប្រសិនបើទីក្រុងប៉េកាំងធ្វើការវាយប្រហារណាមួយទៅលើកោះតៃវ៉ាន់ដែលប្រទេសចិនអះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួននៅក្នុងការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំចិននិងប្រធានាធិបតីអាមេរិកកាលពីថ្ងៃច័ន្ទលោកស៊ីជីនពីងបានលើកឡើងពីបញ្ហានេះទៅកាន់លោកត្រាំដោយនិយាយថាការវិលត្រឡប់របស់តៃវ៉ាន់គឺជាផ្នែកសំខាន់មួយនៃសណ្ដាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមនេះបើយោងតាមក្រសួងការបរទេសចិនមិនយូរប៉ុន្មានលោកត្រាំបានរៀបចំការហៅទូរស័ព្ទទៅកាន់ប្រធានាធិបតីជប៉ុនហើយបានណែនាំលោកស្រីតាកាជីកុំឲ្យញុះញង់ទីក្រុងប៉េកាំងលើបញ្ហាអធិបតេយ្យភាពរបស់កោះនេះកាសែត Wall Street Journal បានរាយការណ៍ដោយដកស្រង់សម្ដីមន្ត្រីជប៉ុននិងជនជាតិអាមេរិកម្នាក់ដែលបានទទួលការណែនាំការហៅទូរស័ព្ទនេះទីក្រុងប៉េកាំងបានគម្រាមប្រើកម្លាំងដើម្បីដណ្ដើមយកតៃវ៉ាន់បានឆ្លើយតបយ៉ាងខឹងសម្បារចំពោះមតិយោបល់របស់លោកស្រីតាកាអ៊ីឈីដោយក៏ហៅឯកអគ្គរដ្ឋទូតតូក្យូនិងណែនាំពលរដ្ឋចិនកុំឲ្យធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃពុធស្ថានទូតចិនប្រចាំប្រទេសជប៉ុនបានព្រមានប្រជាជនម្ដងទៀតឲ្យប្រុងប្រយ័ត្នដោយនិយាយថាមានការកើនឡើងនៃឧក្រិដ្ឋកម្មនៅក្នុងប្រទេសជប៉ុនហើយពលរដ្ឋចិនបានរាយការណ៍ថាត្រូវបានគេប្រមាថវាយដំនិងរងរបួសដោយគ្មានហេតុផលក្រសួងការបរទេសជប៉ុនបានបដិសេធការកើនឡើងនៃឧក្រិដ្ឋកម្មណាមួយដោយដកស្រង់តួលេខពីភ្នាក់ងារប៉ូលីសជាតិដែលបង្ហាញថាចាប់ពីខែមករាដល់ខែតុលាឆ្នាំនេះចំនួនឃាតកម្មបានថយចុះពាក់កណ្ដាលបើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2024នៅក្នុងរបាយការណ៍របស់លោកស្រីអំពីការហៅទូរស័ព្ទជាមួយនឹងលោកត្រាំលោកស្រីតាកាអ៊ីឈីបាននិយាយថាពួកគេបានពិភាក្សាអំពីការសន្ទនារបស់ប្រធានាធិបតីអាមេរិកជាមួយនឹងលោកស៊ីជីនពីងក៏ដូចជាទំនាក់ទំនងទ្វេភាគីផងដែរលោកស្រីបានឲ្យដឹងទៀតថាលោកប្រធានាធិបតីដូណាល់ត្រាំបាននិយាយថាយើងជាមិត្តភក្តិជិតស្និទ្ធណាស់ហើយគាត់បានផ្ដល់យោបល់ថាខ្ញុំគួរតែមានអារម្មណ៍សេរីក្នុងការទូរស័ព្ទទៅគាត់នៅពេលណាក៏បានប៉ុន្តែបើយោងតាមរបាយការណ៍កាសែត Wall Street Journal មន្ត្រីជប៉ុនបាននិយាយថាសារនេះគួរឲ្យមានការព្រួយបារម្ភបើតាមប្រភពបានបញ្ជាក់ថាប្រធានាធិបតីអាមេរិកមិនចង់ឲ្យមានការរកិតលើតៃវ៉ាន់ធ្វើឲ្យប៉ះពាល់ដល់ការបន្ធូរបន្ថយដែលសម្រេចបានកាលពីខែមុនជាមួយនឹងលោកស៊ីជីនពីងទេដែលរួមមានការសន្យាទិញផលិតផលកសិកម្មបន្ថែមពីកសិករអាមេរិកដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារសង្គ្រាមពាណិជ្ជកម្មនោះទេ